ជំរាបសួរបាទបងប្អូនថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញជូនបងប្អូនធ្វើការផ្សព្វផ្សាយជូនបងប្អូនឲ្យដឹងថាតើការចុះខ្សោយផ្នែកសុខភាពផ្លូវភេទគឺចុះខ្សោយដោយកត្តាអីខ្លះបាទមានកត្តាជាច្រើនដែលជាចំណែកធ្វើឲ្យសុខភាពផ្លូវភេទចុះខ្សោយប៉ុន្តែខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនទ្រុសអំពីភាពចុះខ្សោយហ្នឹងទី1គឺពាក់ព័ន្ធនឹងកត្តាវ័យរបស់យើងបាទវ័យរបស់យើងកាន់តែចាស់សមត្ថភាពរបស់យើងកាន់តែចុះខ្សោយអាហ្នឹងកត្តាវ័យហើយមួយទៀតគឺកត្តាជំងឺមានច្រើនប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ជាងគេហ្នឹងគឺពីរមុខទី1គឺជំងឺលើសស្ករទី2គឺជំងឺលើសឈាមបាទជំងឺពីរមុខហ្នឹងជាជំងឺមួយដែលធ្វើឲ្យតម្រងនោមយើងហ្នឹងអន់កាន់តែខ្លាំងនៅពេលដែលតម្រងនោមយើងអន់កាន់តែខ្លាំងធ្វើឲ្យសុខភាពសមត្ថភាពផ្លូវភេទរបស់យើងចុះខ្សោយលឿនបាទអាហ្នឹងជំងឺកត្តាទី2កត្តាទី3គឺពាក់ព័ន្ធនឹង stress បាទពាក់ព័ន្ធនឹងវិបត្តិផ្លូវចិត្តបាទវិបត្តិផ្លូវចិត្តក៏ជាកត្តាដែលធ្វើឲ្យយើងចុះខ្សោយដែរវិបត្តិផ្លូវចិត្តវាអាចពាក់ព័ន្ធនឹងកត្តាជាច្រើនដូចជាយើងប្រឈមនឹងបញ្ហាមុខរបររកស៊ីឬក៏យើងប្រឈមនឹងអីផ្សេងៗចឹងទៅបាទអានឹងកត្តាផ្លូវចិត្តបាទចឹងកត្តាផ្លូវចិត្តហ្នឹងក៏ចូលរួមចំណែកដែលធ្វើឲ្យសមត្ថភាពផ្លូវភេទយើងចុះខ្សោយដែរហើយទី4ហ្នឹងគឺតកតងទៅនឹងការចុះខ្សោយដោយបញ្ហាមជ្ឈដ្ឋានទូទៅជំវិញខ្លួនតាំងពីផ្លូវកាយតាំងពីផ្លូវចិត្តផ្លូវកាយផ្លូវចិត្តមានន័យថាមានជំងឺនៅលើផ្លូវកាយហើយមានសតិអារម្មណ៍នៅលើផ្លូវចិត្តទៀតអាហ្នឹងក៏ប្រយុទ្ធអារែងដែលសុខភាពផ្លូវភេទយើងហ្នឹងឲ្យកាន់តែចុះខ្សោយដែរបងប្អូនណាបាទអញ្ចឹងប៉ះសិនបើយើងចង់រក្សាសមត្ថភាពសុខភាពរបស់យើងឲ្យថិតថេរបងប្អូនអាចយកឱសថពីថ្នោត5ដើមយើងខ្ញុំទៅប្រើប្រាស់ដើម្បីទ្រទ្រង់ដើម្បីដើម្បីបំពន់រាងកាយទាំងអស់ហ្នឹងឲ្យមានធម៌ពលមានលទ្ធភាពឡើងវិញក្នុងការបំពេញមុខងាររបស់វាហើយបញ្ជាក់ជូនថាឱសថរបស់ខ្ញុំគឺអាចជួយបានទាំងបុរសជួយបានទាំងស្ត្រីបាទស្ត្រីក៏គាត់មានវិបត្តិរបស់គាត់ដែរបុរសក៏មានវិបត្តិរបស់បុរសដែរអញ្ចឹងមិនចំពោះស្ត្រីមិនចំពោះបុរសទេគឺថ្នាំរបស់ខ្ញុំនឹងអាចជួយបងប្អូនបានហើយយើងញ៉ាំទៅតាមបែបធម្មជាតិអត់បង្ខំទេហើយរបស់ខ្ញុំគឺជាថ្នាំពៅបំពន់ហើយជួយព្យាបាលបងប្អូនណាបច្ចៈជួយព្យាបាលមិនមែនជាថ្នាំសម្រើបស្រើបស្រាលឲ្យបងប្អូនមានតម្រេកទៅលើបញ្ហាហ្នឹងទេគឺមានន័យថានៅពេលដែលសុខភាពរាងកាយរបស់បងប្អូនចុះខ្ញុំឱសថរបស់ខ្ញុំនឹងជួយស្ដារសមត្ថភាពហ្នឹងឲ្យល្អឲ្យប្រសើរឡើងវិញអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនកុំបារម្ភប៉ុណ្្នឹងចំណុចហ្នឹងប៉ុន្តែគ្រាន់តែថាបងប្អូនសម្រេចចិត្តក្នុងការប្រើប្រាស់ឱសថបុរាណបងប្អូនត្រូវព្យាយាមបាទទើបបានផលបើកាលណាបងប្អូនមិនព្យាយាមឱសថធម្មជាតិមិនអាចជួយបងប្អូនទាន់ចិត្តតាមអ្វីដែលបងប្អូនចង់បានភ្លាមដូចថ្នាំសម័យទេថ្នាំវិទ្យាសាស្ត្រទេណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ពីរឿងអស់ហ្នឹងហើយអាចទំនាក់ទំនងមកខាងថ្នោត5ដើមយើងខ្ញុំបានបាទសូមអរគុណ